យើងកំពុងតែត្រៀមរៀបចំដាក់ដាំដើមទុរេនទីតាំងដីនៅបាត់ដំបងខាងរស្មីសង្ហាសុខរដ្ឋាភិបាលមណ្ឌលណានេះមានការជីកបន្លែអញ្ចឹងទៅហើយនោះបកគោឈើនោះឈើជ្រងហ្នឹងយើងពេលដែលយើងដាក់កូនទុរេនមកគឺយើងបាំងសំណាញ់ណាកុំឲ្យកូនទុរេនវាត្រូវក្តៅខ្លាំងពេកហើយយើងមានដាំកូនចេកដាំដើមចេកនៅក្បែរគុំទុរេននឹងដូចគ្នាហើយបងប្អូនអាចមើលបាននេះខ្ញុំមកបង្ហាញពីការដាំដោះទុរេនបែបកែច្នៃប្រឌិតជាមួយនឹងដីស្ថានភាពបែបនេះពីដីបងអាចមើលបាននេះដីអញ្ចឹងនេះឃើញទេដីអញ្ចឹងតែយើងអាចដាំទុរេនបានណានេះតែឥឡូវនេះយើងអត់បានដាក់កូនទេមើលក្តៅអញ្ចឹងហើយអ្នកខេត្តបាត់ដំបងអ្នកក្រុងបាត់ដំបងត្រៀមទីតាំងដីខ្ញុំរៀបចំដាំទុរេនមកកន្លែងទៀតហើយនៅខាងរស្មីសង្ហាដោយសារនៅរស្មីសង្ហាខ្ញុំមានដីពីរទីតាំងមួយដែលយើងចាត់ទុកថានៅក្រោមហើយមួយទៀតនៅលើភ្នំហើយនោះភ្នំហើយចឹងចការតែយើងប្រមូលផលរាល់ឆ្នាំហ្នឹងគឺនៅលើភ្នំឥឡូវយើងចាប់ដើមរៀបចំដាំដីនៅក្រោមមួយកន្លែងទៀតហើយនេះយើងជីកបន្លែចឹងនេះបន្លែដើម្បីឲ្យជួយដល់ដើមទុរេនតែឥឡូវអត់មានដើមទុរេនអត់បានដាក់កូនទុរេនចូលទេតែយើងត្រៀមរៀបចំហើយនេះកន្លែងបកគោទូចនេះកន្លែងនេះជាជំនួសឲ្យកូនទុរេនកន្លែងនេះហើយនេះជំនួសឲ្យកូនទុរេនហើយបកគោ4ជុំវិញនេះបាំងសណាំងហើយយើងមានដើមចេកចិត្តកូនទុរេនតែពេលទុរេនធំទៅយើងកាប់ទាកចេញហើយមកអាចមើលបាននេះឃើញអត់ចឹងណាជីវិតអ្នកចំការផងអ្នករកស៊ីលក់ផ្លែឈើផងពេលយើងទៅណែពីហាងគឺយើងចាប់ផ្ដើមមកអភិវឌ្ឍអីដែលថ្មីហើយបងប្អូនញ៉ាំបានទុរេនខ្មែរពិតប្រាកដហើយលោកសិតតែអូបន្លែព័ទ្ធជុំវិញអញ្ចឹងបងអាចមើលបាននេះឃើញទេនេះទីតាំងថ្មីចឹងហើយពេលដែលចាំមើលរងចាំមើលទាំងអស់គ្នាថាពេលដែលទុរេននៅនេះបានផលហើយរសជាតិឆ្ងាញ់មិនចាំជួយគ្រប់គ្រងផងចាំជួយភ្លក់មកខ្ញុំផងណាអរគុណបាយបាយ